កងកម្លាំងប្រដាប់អាវុធរបស់ថៃបន្តនឹងត្រៀមទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យកងកម្លាំងប្រដាប់អាវុធរបស់ថៃនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះបានបន្តនឹងត្រៀមទឹកដីកម្ពុជាទាំងខុសច្បាប់នឹងការប្រើប្រាស់គ្រឿងចាក់ឈូសឆាយនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាកន្លែងដែលកងកម្លាំងថៃបានមករីបណ្ដាលួសនិងដាក់កងឡានកាលពីពេលកន្លងទៅជាមួយនឹងសកម្មភាពកក្លឿនរបស់ថៃថ្ងៃនេះព្រមក្រុមអ្នកសង្កេតការអន្តរការ IOT ដឹកនាំដោយប្រទេសម៉ាឡេស៊ីក្រោមការសម្របសម្រួលពីក្រសួងការពារជាតិកម្ពុជានារសៀលថ្ងៃទី10ខែតុលាឆ្នាំ2025ក៏បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែងនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាកន្លែងដែលកងកម្លាំងនិងគ្រឿងចក្រថៃបានបំពេញអធិបតេយ្យភាពកម្ពុជាគូបញ្ជាក់ថាតាមរយៈលិខិតឆ្លើយតបនិងសេចក្តីជូនដំណឹងរបស់កងកម្លាំងបូព៌ានៃកងទ័ពភូមិភាគទី1ថៃស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យរបស់កម្ពុជាទល់មកនឹងតំបន់ភូមិនងច័ន្ទរបស់ថៃនិងតំបន់ភូមិព្រៃច័ន្ទរបស់កម្ពុជាទល់មកនឹងតំបន់ភូមិនងយ៉ាកែវរបស់ថៃកងទ័ពថ្មើរជើងលេខ51នៃយោធភូមិភាគទី5របស់កម្ពុជាបានស្នើឲ្យទីបញ្ជាការកងកម្លាំងបូព៌ាបកសកម្មភាពដោយគោរពស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ហើយរងចាំការសម្រេចពីថ្នាក់លើនិងបែបបទនីតិវិធីត្រូវកំណត់ដោយនិយមនីតិវិធីប្រតិបត្តិ SOP របស់ក្រុមការងារសម្រាប់សម្រួលចម្រុះបញ្ជាការដ្ឋានកងយុទ្ធពលថ្មើរជើងលេខ51ថាការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យរបស់កម្ពុជាទល់មុខតំបន់ភូមិនងច័ន្ទរបស់ថៃនិងតំបន់ភូមិព្រៃច័ន្ទរបស់កម្ពុជាទល់មុខតំបន់ភូមិនងយ៉ាកែវរបស់ថៃដែលកំណត់ធ្វើនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះដោយទីបញ្ជាការកងកម្លាំងបូព៌ាធ្វើឡើងមិនសមស្របនិងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូទៅ GBC នោះទេ